សម្រាប់ពុកម៉ែបងប្អូនដែលកំពុងតែជួបបញ្ហាស្មៅបាទមានកង្វល់ខ្វល់ខ្វាយបាទស្មៅធ្វើមិនក៏បាត់ធ្វើមិនក៏មិនងាប់អញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាអស់ក្តីបារម្ភតទៅទៀតហើយសម្រាប់ស្មៅដែលដុះនៅក្នុងស្រូវដុះនៅក្នុងស្រែដុះនៅក្នុងបាទចកាតលងចកាពោតចកាអំពៅឬក៏ចកាស្វាយចកាចន្ទីជាដើមបាទពុកម៉ែបងប្អូនអស់ក្តីបារម្ភទៀតហើយចាប់ពីថ្ងៃតទៅបាទសម្រាប់ពុកម៉ែបងប្អូនដែលមានបញ្ហាកុំភ្លេចបាទជួយខមមិននៅខាងក្រោមបាទប្រាប់បាទដើម្បីក្រុមការងារបាទនឹងបញ្ជាក់ជូននៅក្នុង comment បាទហើយមួយយ៉ាងទៀតស្មៅទាំងអស់ហ្នឹងដែលពេលដែលពុកម៉ែបងប្អូនយកថ្នាំទៅបាញ់គឺស្មៅហ្នឹងថ្នាំហ្នឹងវាអត់ធ្វើឲ្យបាទដំណាំរបស់ពុកម៉ែបងប្អូនឬក៏ស្រូវពុកម៉ែបងប្អូនហ្នឹងវាអន់ទេដូចជាដលងដូចជាបាទស្វាយចន្ទីអំពៅឬក៏បាទពោតអីជាដើមជាពិសេសស្រូវតែម្ដងស្មៅ3ក្បាលស្មៅដុះដោយគ្រាប់ស្មៅស្បូវផ្លាំងស្មៅផ្លាំងឬក៏បាទស្មៅកញ្ចោងស្មៅជើងក្រែទាំងអស់ហ្នឹងណាពុកម៉ែបងប្អូនកុំមានក្តីបារម្ភអីតទៅទៀតបើសិនជាពុកម៉ែជួបបញ្ហាទាំងអស់ហ្នឹងបាទកុំភ្លេចបាទខមមិនប្រាប់ខាងក្រោមបាទជាពិសេសបាទសូមផ្ញើជូនទៅដល់ពុកម៉ែបងប្អូនដែលបាទមានដីកសិកម្មសម្រាប់ធ្វើឲ្យប៉ុន្តែបងប្អូនខ្វះដើមទុនក្នុងការបាទធ្វើអញ្ចឹងកុំភ្លេចបាទខមមិនឬក៏ឆាតមកចូល page ដើម្បីបាទទទួលបានដំណឹងទទួលបានបាទការប្រឹក្សាជូនពុកម៉ែបងប្អូនដែលខ្វះដើមទុនក្នុងការធ្វើកសិកម្មអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនឲ្យតែមានដីពុកម៉ែបងប្អូនអាចបាទធ្វើបាទស្រូវកុងត្រាជាមួយក្រុមហ៊ុនបានពុកម៉ែបងប្អូនទទួលបានជីថ្នាំក៏ដូចជាគ្រាប់ពូជបាទមួយឈុតតែម្ដងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាលែងមានកង្វល់លែងមានក្តីបារម្ភតទៅទៀតហើយសម្រាប់កសិកម្មស្រុកយើងឥឡូវនេះគឺងាយស្រួលតែម្ដងអញ្ចឹងបាទកុំភ្លេចជួយ like ជួយ share ដើម្បីឲ្យពុកម៉ែបងប្អូនដែលជាកសិករយើងបាទលោកខ្វះទុនអីជាដើមហ្នឹងអាចបាទតំណតំណងមកក្រុមការងារយើងបានក្រុមការងារតំណតំណងបាទឬក៏ផ្ដល់ព័ត៌មានជូនបងប្អូនអរគុណបាទអរគុណច្រើនជម្រាបលា